ដែលតុងជាតិថៃត្រូវបានកម្ពុជាទម្លាក់ចុះមកនៅទីតាំងមួយចំនួនបងប្អូននេះគឺច្បាស់លាស់ដោយយពៈបេធ្មប់នេះវាសនាណាមនួនគាត់នឹងខ្សែខាងយោធាគាត់អ្នកវិភាគនយោបាយហើយព័ត៌មានយោធាគាត់ដឹងច្រើនហើយគាត់ចេញមកឆ្លើយជាមួយនឹងសំណួរអ្នកសម្ភារគាត់ហ្នឹងពួកឃើញរូបភាពបងប្អូនយោធាសៀមមិនចូលមកអូលើកតុងជាតិហើយក៏ច្រៀងភ្លេងជាតិហើយក្រោយមកក៏ទទួល BM21 របស់កម្ពុជាងាប់តិចទីអស់ហើយតុងជាតិហ្នឹងក៏ត្រូវបានទម្លាក់ប៉ុន្តែសៀមវាអត់ទទួលស្គាល់ថាយោធាវាងាប់ភ្លុកទឹកភ្លុកដីវាអត់ទទួលទេគេសួរត្រង់ថាតកតងទៅនឹងតុងជាតិរបស់សៀមដែលត្រូវបានលើកទៅហើយបញ្ជាក់ថាទីនោះនឹងគឺជារបស់ថៃទៅហើយប៉ុន្តែត្រូវបានខ្មែរយើងទម្លាក់វិញនេះអាហ្នឹងវាយ៉ាងម៉េចអ្នកបងប្អូនស្ដាប់គាត់ឆ្លើយคือยึดได้แต่ยังไม่ปลอดภัยใช่แต่ว่าก็คือเราก็ต้องถอยแล้วคือที่สำคัญคือทัพภาคเหนือដណ្ដើមបានហើយប៉ុន្តែវាអត់មានសុវត្ថិភាពទេដោយសារតែកម្ពុជារបស់យើងដាក់ BM21 ទៅនោះងាប់អស់នោះអញ្ចឹងគាត់ថាត្រូវតែថយบอกไว้แล้วว่าถ้าวันไหนที่คิดว่ามันจะปิดปฏิบัติการคือลบจบอ่ะก็คือวันนั้นอ่ะจะเอาคืนวันสุดท้ายគាត់ថាថ្ងៃណាដែលប្រតិបត្តិការនៃការប្រយុទ្ធនឹងបញ្ចប់គឺអាថ្ងៃចុងក្រោយហ្នឹងសៀមនឹងសង្គ្រប់កាន់កាប់គ្រប់ទីតាំងហើយប្រកាសថាសូមឈប់បាញ់ហ្មងនេះគាត់បកស្រាយអញ្ចឹងដូចបងប្អូនដោយអាសនាបឺតអាក្បាលលោកខ្មោចនិយាយមកសមិញដែរបងចុយចេញវីដេអូអាវាដាក់ផ្លូវ3ឲ្យកម្ពុជារបស់យើងរើអាផ្លូវទី3ផ្លូវចុងក្រោយវាថាបើសិនជាកម្ពុជារបស់យើងនេះខ្លាចខ្មាស់គេមិនហ៊ានប្រកាសសូមឲ្យថៃឈប់បាញ់ទេឲ្យខ្មែរយើងនេះឈប់បាញ់តែមួយថ្ងៃទៅបន្ទាប់មកទៀតក៏តំណទៅសៀមជាសម្ងាត់សូមឈប់បាញ់ទៅអ្វីនឹងចប់ណងបងប្អូនឃើញស៊ីគ្នាបើសិនជាយើងឈប់បាញ់តែមួយថ្ងៃវាសង្គ្រប់មកឈរជើងតាមទីតាំងដែលវាចង់បានហើយវាប្រកាសថាឈប់បាញ់គឺវាមានប្រៀបទៅលើការដែលវាកាន់កាប់នៅកន្លែងណាគឺត្រូវនៅកន្លែងហ្នឹងនេះឯងអូល្បិចអក្សាហាវណាបងប្អូនបាច់អាក្រក់ណាស់អញ្ចឹងបងប្អូនយើងខមមិនថាកុំឲ្យជឿពួកអាកម្ពុជាចោលសៀមហ្នឹងប៉ិតប្រកាស 100% កុំជឿអាកម្ពុជាពួកចោលសៀមទាំងឡាយហ្នឹង